បាទសួស្តីថ្ងៃនេះជួបមួយខ្ញុំទៀតហើយប្រមូលផលអីស្អីគេទេអូននងជ្រុងបាទបងប្អូនចង់ភ្លេចននងជ្រុងបាទត្រូវយើងនៅខាងនេះត្រូវយើងប្រមូលផលរាល់ថ្ងៃដែរននងជ្រុងនេះបាទនេះផ្លែប៉ុណ្ណេះស្អែកយើងបេះបានហើយវាធំលឿនបងប្អូនហ្នឹងហើយមានចែកបបពិសោធន៍តិចតួចដែលជួបប្រចាំថ្ងៃបាទហ្នឹងហើយនេះយើងដាំរបៀបនេះក្រាលកស៊ូក៏បានតាមធនធានណាបងប្អូនយើងមានធនធានយើងក្រាលកស៊ូទៅយើងចំណេញយើងដាំបាន2 3សាដាំផុតពីអស់អានេះហើយយើងដាំអីផ្សេងទៀតបាទធ្វើត្រឹងរបៀបនេះអាស័យទូចទេបងប្អូនទូចដោតដាក់សំណាញ់មកដាក់សំណាញ់នេះមកនេះដាក់សំណាញ់ប្រភេទនេះមកវាបានពពោះ1 ម៉ែត្រកន្លះទៅ2 ម៉ែត្រដែរហ្នឹងហើយងាយអានេះយើងប្រក់តសំណាញ់នឹងទៀតមកយើងបានប្រមូលផលរាល់ថ្ងៃបាទនេះយើងប្រមូលផលយូរដែរហើយប្រមូលផលជាងកន្លះខែហើយវាសល់ផ្លែស្អាតខ្លះមិនសូវស្អាតខ្លះយើងប្រមូលផលវាដូចរៀងដល់ចុងដៃដែរហើយប៉ុន្តែនេះបើថែបានល្អវាផ្លែបានយូរបងប្អូននេះសម្រាប់ត្រូវកណ្ដងយើងដីប្រហែល1 រៃ 1 រៃជាង1 រៃជាងយើងបេះក្នុងមួយថ្ងៃបានប្រហែលជា70 80 គីឡូដោយសារយើងរៀងចុងដៃហើយប៉ុន្តែវានៅក្តាប់បន្តអញ្ចឹងណាបងប្អូនយើងដាក់ប្រភេទដំណក់របៀបនេះបាទដំណក់តាមមួយជួរទេដំណក់ពីទឹករុនមួយមកទឹករុនមួយនេះគាត់មានធនធានគាត់ដាក់មកទឹកមួយរៀងថ្លៃជាងពីទឹកបាទចន្លោះរុនដំណក់នេះពីទឹកមួយរៀងធូរថ្លៃជាងមកទឹកមួយនេះបាទមកទឹកមួយនេះវារៀងថ្លៃជាងប៉ុន្តែវាចេញឆាប់សពនេះយើងវិចខ្ចប់បន្តបាទយើងខាត់លេខ 1 លេខ 2បាទនេះលេខ 2នេះលេខ 2កងងចេះហ៎បងប្អូនខ្លីកតុបលេខ 1ក៏យករៀងត្រង់វែងបាទថ្ងៃនេះបានតិចបានទេប្រហែល30 40 គីឡូ